ជំរាបសួរអ្នកគ្នាចឹងថ្ងៃនេះខ្ញុំមានប្រភេទដុំ Wi-Fi អង់តែន6ដែលប្រភេទនេះជាប្រភេទប្រើ SIM បានគ្រប់ប្រព័ន្ធអ្នកគ្នាចឹងប្រភេទនេះវាមានដូច Type C ដល់យើងហើយនឹងសម្រាប់ប៊ូតុង reset និងក៏បិទបើកចឹងប្រភេទនេះជាប្រភេទមានថ្មអ្នកគ្នាចឹងអាចកន្លែងដាក់ SIM ខ្ញុំមាន run LAN វ៉ែនច្រើនចឹងណាអ្នកគ្នាងាយស្រួលបំបែកទៅដុំទូរទស្សន៍ឬក៏កុំព្យូទ័រអីអ្នកគ្នាចឹងផ្នែកខាងក្រោយរបស់វានេះវាមានថ្មអ្នកគ្នាគឺវាមានថ្មប្រភេទនេះគឺថ្មវា5000អ្នកគ្នាធំល្អអញ្ចឹងវាមានឈ្មោះនិងលេខកូដរបស់វានៅលើហ្នឹងហ្មងចឹងអាចមើលបានណាលេខ model លេខអីនៅក្រោយហ្នឹងណាបាទអញ្ចឹងសម្រាប់ប្រភេទនេះជាប្រភេទដុំ Wi-Fi 6 Wi-Fi 6គឺចាប់សេវាបានខ្លាំងប្រភេទនេះទោះនៅតំបន់ណារៀងខ្សោយសេវាក៏ដោយអ្នកគ្នាអញ្ចឹងក្នុងមួយឈុតរបស់វាហ្នឹងវាមានដុំភ្លើងហើយនឹងដូច Type C អ្នកគ្នាប្រភេទនេះយើងអាចដោតជាមួយនឹង power bank ក៏បានអីក៏បានដែរអ្នកគ្នាអាចប្រើប្រាស់បានតាមចិត្តចឹងណាប្រភេទនេះហើយវាមានក្បាល3ឲ្យយើងមួយទៀតអ្នកគ្នាក្នុងមួយឈុតហ្នឹងក្បាល3នេះយើងដោតមកនៅពេលណា free អ្នកគ្នាឡុងឬក៏អីចឹងណាប្រភេទនេះគឺល្អខ្លាំងមែនតើក្នុងមួយឈុតហ្នឹងណាបាទអញ្ចឹងសម្រាប់ដុំ Wi-Fi នេះមិនត្រឹមតែចាប់សេវាបានខ្លាំងទេវាមានរូបរាងស្អាតទេអ្នកគ្នាអញ្ចឹងខ្ញុំនឹងប្រាប់ពីរបៀបដាក់ថ្មអញ្ចឹងថ្មរបស់វានេះគឺ5000 mAh គឺយើងអាចប្រើប្រាស់បានយូរម៉ោងប្រភេទនេះពេលណាដាច់ភ្លើងដាច់អីក៏យើងអាចប្រើប្រាស់បានដែរប្រភេទដុំ Wi-Fi ហ្នឹងអញ្ចឹងយើងនេះមកយើងអាចមើលដំណឹងមកយើងដាក់តាមហ្នឹងមកបាទគឺអាចប្រើប្រាស់បាននៃប្រភេទនេះដាច់ភ្លើងតំបន់ណាអត់មានសេវាអត់សូវមានសេវាឬក៏អ្នកគ្នាយកទៅចល័តតាមខ្លួនតាមឡានតាមអីក៏បានដែរអ្នកគ្នាប្រភេទនេះគឺល្អសេរីថ្មីបាទបើសិនជាអ្នកគ្នាចាប់អារម្មណ៍អ្នកគ្នាមានចម្ងល់អីបន្ថែមទៀតអ្នកគ្នាអាច contact នៅលេខខាងក្រោមបានណានិយាយទៅតម្លៃប្រភេទនេះគឺសមរម្យខ្លាំងមែនទែនសម្រាប់ Wi-Fi 6អង់តែន6នេះណាអរគុណអ្នកគ្នាជួបគ្នានៅវីដេអូក្រោយបាយបាយ